Ok,នេះជាមេរៀនទី2ក្នុងការមើលលំហូរទីផ្សារ uptrend ដែលខ្ញុំដាក់ថា market uptrend ឬក៏ signal buy អញ្ចឹងតើតើជាមួយនឹងការរៀន trade គឺយើងត្រូវផ្ដោតសំខាន់ទៅលើលំហូរទីផ្សារថាលំហូរទីផ្សារហ្នឹងកំពុងតែ uptrend ឬក៏ downtrend លំហូរទីផ្សារហ្នឹងកំពុងតែចង់ឡើងឬក៏ចង់ធ្លាក់តែបើសិនណាយើងអត់ដឹងយើងអត់ចេះមើលតើតើជាមួយលំហូរទីផ្សារកំពុងតែ uptrend downtrend ទីផ្សារ uptrend កំពុងតែចង់ឡើងយើងបែរជាផ្ដោតទៅលើការ sell អានឹងវាខុសតែបើសិនណាលំហូរទីផ្សារ down trend ទីផ្សារមានឱកាសធ្លាក់មកជ្រៅយើងផ្ដោតទៅលើការ buy វាខុសអញ្ចឹងតើតើជាមួយនឹងការមើលលំហូរទីផ្សារ up trend down trend ហ្នឹងសំខាន់អញ្ចឹងនេះជាវីដេអូមេរៀនទី2តើតើជាមួយនឹងការមើលលំហូរទីផ្សារ up trend តើការមើលលំហូរទីផ្សារ up trend ហ្នឹងយើងក៏សម្គាល់វាបែបម៉េចយើងមើលវាដោយរបៀបណាចឹងតើតើជាមួយនឹងការមើលលំហូរទីផ្សារ up trend ហ្នឹងគឺយើងមើល support និង resistance តើតើជាមួយមេរៀនទី1គឺខ្ញុំបានបរៀនរួចហើយតើតើជាមួយនឹង support និង resistance ឬក៏តំបន់ low តំបន់ high តើតើជាមួយនឹងទីផ្សារ up trend គឺយើងក៏សម្គាល់តើតើទី1ខ្ញុំបញ្យល់ទៅលើរូបភាពនេះសិនហើយបានខ្ញុំបញ្យល់តើតើជាមួយនឹង graph ជាក់ស្ដែងចឹងតើតើជាមួយនឹងលំហូរទីផ្សារ up trend យើងក៏សម្គាល់ទៅជើងរបស់វានេះអាចជើង support វាហ្នឹងវាខ្ពស់ជាងគ្នាទៅបន្តិចម្ដងដែលវាខ្ពស់ជាងគ្នាបែបនេះវាខ្ពស់ជាងគ្នាទៅបន្តិចម្ដងហ្នឹងគេហៅថា support ដែលវាខ្ពស់ជាងគ្នាទៅបន្តិចម្ដងអានឹងបញ្ជាក់ថាលំហូរទីផ្សារហ្នឹងកំពុងតែ up trend បញ្ជាក់ថាទីផ្សារហ្នឹងកំពុងតែទៅរកទិសដៅថ្មីទិសដៅទៅលើឆ្ងាយតើតើជាមួយនឹងការមើលលំហូរទីផ្សារ up trend យើងក៏សម្គាល់នៅខាងក្រោម support ខាងក្រោមគឺវាខ្ពស់ជាងគ្នាទៅបន្តិចម្ដងអានឹងចូលជាលំហូរទីផ្សារ up trend ឬក៏យើងអាចនិយាយបានថា low យ៉ា high អានេះ low អានេះ high low យ៉ា high low យ៉ា high low យ៉ា high ដែលយើងនិយាយថា low យ៉ា high low យ៉ា high ហ្នឹងគឺជាលំហូរទីផ្សារ up trend ហើយការកត់សម្គាល់របស់វាគឺយើងមើលថាវាបានខ្ពស់ជាងគ្នាទៅបន្តិចម្ដងហើយមួយទៀតតើតើជាមួយនឹងការមើលលំហូរទីផ្សារ up trend ហ្នឹងមិនមែនយើងមើលតែ support ខាងក្រោមហ្នឹងទេគឺយើងមើលតើតើជាមួយនឹង resistance នៅខាងលើនេះដែរតើតើជាមួយនឹង resistance នៅខាងលើហ្នឹងគឺយើងមើល resistance វាខ្ពស់ជាងគ្នាទៅបន្តិចម្ដងអាហ្នឹងដែលយើងអាចនិយាយបានថាវាជា high យ៉ា high high យ៉ា high មានថាវាបំបែកកម្ពស់វាហ្នឹងខ្ពស់ជាងគ្នាអាកំពូលទី1នៅនេះទី2នៅនេះវាខ្ពស់អាទី2ខ្ពស់ជាងអាទី1អាទី3ខ្ពស់ជាងអាទី2វាខ្ពស់ជាងគ្នាទីម្ដងរៀងដូចកម្មចតាអញ្ចឹងតើតើជាមួយនឹងលំហូរទីផ្សារ up trend អញ្ចឹងលំហូរទីផ្សារ up trend លំហូរហ្នឹងគឺទីផ្សារហ្នឹងវាអាចមានឱកាសឡើងទៅលើឆ្ងាយអញ្ចឹងបើសិនណាយើងចេះមើលលំហូរទីផ្សារ up trend លំហូរទីផ្សារមានឱកាសឡើងទៅលើឆ្ងាយយើងបដោតទៅលើការ buy នេះការមើលលំហូរទីផ្សារ up trend មើល support វាមើល resistance support ដើរជួរជា low យ៉ា high ខ្ពស់ជាងគ្នាបន្តិចម្ដង resistance ខាងលើដើរតួជា high យ៉ា high ខ្ពស់ជាងគ្នាទៅបន្តិចម្ដងទីផ្សារមានឱកាសឡើងទៅឆ្ងាយអញ្ចឹងយើងមកមើល graph របស់យើងជាក់ស្ដែងដែលតទៅជាមួយលំហូរទីផ្សារ up trend នេះលំហូរទីផ្សារ up trend គឺយើងក៏សម្គាល់ support វានឹងខ្ពស់ជាងគ្នាទៅបន្តិចម្ដងអាហ្នឹងលំហូរទីផ្សារ up trend ហើយ resistance វានៅខាងលើអានេះគេហៅថា resistance តំបន់ខ្ពស់តំបន់ high resistance វាហ្នឹងគឺវាខ្ពស់ជាងគ្នាទៅបន្តិចម្ដងបំបែកកំណត់ត្រាថ្មីខ្ពស់ជាងគ្នាទៅបន្តិចម្ដងនឹងលំហូរទីផ្សារ up trend លំហូរទីផ្សារអាចមានឱកាសឡើងទៅឆ្ងាយហើយបើសិនណាយើងសរសេរជាពាក្យកាត់យើងដាក់ថាអក្សរ L ហ្នឹងជា low H ហ្នឹងជា high low យ៉ា high low យ៉ា high low យ៉ា high ហើយបើសិនណាយើងសរសេរជាពាក្យកាត់ជាអក្សរ H នេះគឺជា high យ៉ា high មានថាវាខ្ពស់ជាងគ្នា high យ៉ា high វាព្រឹកខ្ពស់ជាងគ្នាទៅបន្តិចម្ដងទីផ្សារ up trend នេះ market up trend signal ក្នុងការ buy ឡើងអញ្ចឹងបន្ទាប់ពីមេរៀនក្នុងការមើលលំហូរទីផ្សារ up trend ហើយគឺយើងនឹងបដោតទៅជាមួយនឹងពេលដែលទីផ្សារ up trend យើងគួរចូល buy កន្លែងណាប៉ុន្តែសម្រាប់មេរៀនទី2នេះគឺខ្ញុំបដោតទៅលើការមើលលំហូរទីផ្សារ up trend តើយើងគួរមើលវាបែបណាយើងចាប់ support បែបម៉េចដើម្បីឲ្យដឹងថាលំហូរទីផ្សារនឹង up trend លំហូរទីផ្សារនឹងចង់ឡើងចាប់ resistance វាបែបម៉េចដើម្បីឲ្យដឹងថាលំហូរទីផ្សារនឹង up trend លំហូរទីផ្សារនឹងអាចមានឱកាសឡើងទៅឆ្ងាយនេះរូបភាពជាក់ស្ដែងអញ្ចឹងតើតើជាមួយលំហូរទីផ្សារ up trend យើងក៏សម្គាល់តែប៉ុណ្្នឹងទេក៏សម្គាល់ទី1 support ខាងក្រោមនេះដែលយើងចាប់វា support ខាងក្រោមហ្នឹងវាខ្ពស់ជាងគ្នាទៅបន្តិចម្ដង
ហើយ resistance នៅខាងលើនេះគឺវាខ្ពស់ជាងគ្នាទៅទីម្ដងអញ្ចឹងតើតើជាមួយនឹងលំហូរទីផ្សារ uptrend មិនមែនមានតែកន្លែងហ្នឹងមួយទេដែលទីផ្សារ uptrend ហើយដើរតួជាបែបហ្នឹងទីផ្សារឡើងទៅឆ្ងាយទីផ្សារវាមានច្រើនកន្លែងទៀតតើតើជាមួយលំហូរទីផ្សារ uptrend ដើរតួជាបែបហ្នឹងហើយទីផ្សារមានឱកាសឡើងទៅឆ្ងាយប៉ុន្តែcònតែកន្លែងនេះខ្ញុំលើកយកមកឧទាហរណ៍ជាមួយកន្លែងអញ្ចឹងខ្ញុំទៅរកមើលតើតើជាមួយនឹងលំហូរទីផ្សារ uptrend ហើយដែលវាមានឱកាសឡើងទៅឆ្ងាយអញ្ចឹងកន្លែងនេះដូចគ្នាដោយសារតែខ្ញុំអត់បានទៅសេឲ្យថែមទេនេះតើតើជាមួយនឹង support វាហ្នឹងគឺវានៅកន្លែងនេះហើយ support ទី2ទី3 support វាហ្នឹងវាចាប់ដើមខ្ពស់ជាងគ្នាទៅបន្តិចម្ដងដែលយើងនិយាយថា low ជា high low ជា high នេះហើយ resistance វានៅខាងលើនេះ resistance នេះយើងចាប់វាជា resistance ដោយសារយើងបានរៀនដូចហើយតើតើជាមួយនឹង support និង resistance យើងអត់ចាំបាច់ទៅសេអក្សរដើម្បីឲ្យយើងស្គាល់ថាតំបន់ណាជា support និង resistance ទេតែបើសិនជាយើងចេះហើយយើងអាចមើលនឹងបាន support ខ្ពស់ជាងគ្នាទៅបន្តិចម្ដងលំហូរទីផ្សារ uptrend មានឱកាសឡើងទៅលើឆ្ងាយលំហូរទីផ្សារ uptrend នេះហើយ resistance ខាងលើវាចាប់ដើមខ្ពស់ជាងគ្នាទៅបន្តិចម្ដងទីផ្សារឡើងទៅឆ្ងាយអញ្ចឹងទៅហើយយើងមើលកន្លែងផ្សេងដូចគ្នាតើតើជាមួយនឹងកន្លែងផ្សេងនៅពេលដែលលំហូរទីផ្សារវារៀបនឹងឡើងទៅឆ្ងាយហ្នឹងគឺវាមានលក្ខណៈថាវា uptrend វាចូលជាលំហូរនៃទីផ្សារ uptrend ដូចគ្នាឥឡូវខ្ញុំឧទាហរណ៍ដល់កន្លែងនេះមួយទៀតនេះឃើញអត់មុនពេលដែលទីផ្សារវាឡើងទៅឆ្ងាយនេះតំបន់ដែលវារៀបជើងពីខាងក្រោមនេះទៅគឺវាបានបង្ហាញពីទម្រង់នៃការ uptrend ណាមុនពេលដែលវាឡើងទៅឆ្ងាយហ្នឹងនៅខាងក្រោមនេះវាបង្ហាញពីទម្រង់ uptrend រួចហើយគឺ support វាហ្នឹងវាខ្ពស់ជាងគ្នាទៅបន្តិចម្ដងresistance វានៅខាងលើខ្ពស់ជាងគ្នាទៅបន្តិចម្ដងដែលយើងអាចនិយាយបានថា high ជា high ហើយ support ខាងក្រោម low ជា high អញ្ចឹងតើតើជាមួយនឹងការមើលលំហូរទីផ្សារ uptrend គឺមានប៉ុណ្ណឹងតើតើជាមួយនឹងមេរៀនទី2របស់ខ្ញុំដែលខ្ញុំ upload ចូលនៅក្នុងក្រុមហ្នឹងតើតើជាមួយនឹងការមើលលំហូរទីផ្សារ uptrend market uptrend signal buy មេរៀនទី2អញ្ចឹងតើតើជាមួយនឹងលំហូរទីផ្សារ uptrend មានប៉ុណ្ណឹង